លោកសេងគុណអភិបាលខណ្ឌមានជ័យនិងភរិយាអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ពចំនួន26គ្រួសារស្ថិតនៅបរិវេណមន្ទីរបកខណ្ឌមានជ័យភ្នំពេញដោយមានការចង្អុលបង្ហាញពីឯកឧត្តមខួងស្រីអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ400ខែបោះឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី7ខែមករាឆ្នាំ2026លោកសេងគុណអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនិងភរិយាលោកអភិបាលរងព្រមទាំងមន្ត្រីរាជការបានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនឧបត្ថម្ភជូនដល់ក្រុមគ្រួសារវីរៈកងទ័ពចំនួន26គ្រួសារក្នុងនោះមានសង្កាត់ចាក់អង្រែលើសង្កាត់ចាក់អង្រែក្រោមសង្កាត់បឹងទំពុនទី2និងសង្កាត់ស្ទឹងមានជ័យទី3ស្ថិតនៅក្នុងបរិវេណមន្ទីរបកខណ្ឌមានជ័យក្នុងនោះអំណោយឧបត្ថម្ភក្នុងមួយគ្រួសារទទួលបានរួមមានអង្ករ25គីឡូក្រាមមី1កេសទឹកសុទ្ធ1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនិងថវិកាមួយចំនួននេះឱកាសសំណេះសំណាលនោះលោកអភិបាលខណ្ឌមានជ័យបានពំនាំនៅប្រសាសន៍សួរសុខទុក្ខរបស់រាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តមអភិបាលក្រុងជម្រាបជូនដល់បងប្អូនក្រុមគ្រួសារវីរៈកងទ័ពផងដែរទីបញ្ចប់លោកសេងគុណបានជូនពរដល់វីរៈកងទ័ពនិងក្រុមគ្រួសារឲ្យទទួលបានសេចក្តីសុខឈ្នះអស់មារសត្រូវជាពិសេសសំប្រកបទៅដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ